សំណួរតើកម្ពុជាធ្លាក់ក្រោមអាណាព្យាបាលបារាំងនៅឆ្នាំណាកឆ្នាំ1858ខឆ្នាំ1863កឆ្នាំ1884ចម្លើយកម្ពុជាធ្លាក់ក្រោមអាណាព្យាបាលបារាំងគឺនៅឆ្នាំខ1863សំណួរតើព្រះមហាក្សត្រអង្គណាដែលចុះព្រះហស្ថលេខាលើសន្ធិសញ្ញាជាមួយបារាំងនៅថ្ងៃទី11ខែសីហាឆ្នាំ1863កព្រះបាទអង្គឌួងខព្រះបាទស៊ីសុវត្ថិកព្រះបាទនរោត្តមចម្លើយព្រះមហាក្សត្រដែលចុះព្រះហស្ថលេខាលើសន្ធិសញ្ញាជាមួយបារាំងនៅថ្ងៃទី11ខែសីហាឆ្នាំ1863គឺកព្រះបាទនរោត្តម